ពាក្យមួយម៉ាត់ដ៏ខ្លីតែពោពេញទៅដោយការលះបង់តើមានអ្នកណាដឹងទេថាក្នុងលោកនេះអ្នកណាជាអ្នកផ្ដល់នូវក្តីស្រឡាញ់ចំពោះយើងដោយគ្មានលក្ខខណ្ឌចម្លើយមានតែមួយគត់គឺម៉ែថ្ងៃដែលកូនស្រែកយំស្វាគមន៍ពិភពលោកនេះជាលើកដំបូងម៉ែស្រក់ទឹកភ្នែកដោយសុភមង្គលក៏ប៉ុន្តែក្រោយពីថ្ងៃនោះមកឆាកជីវិតរបស់ម៉ែមិនមែនរស់នៅសម្រាប់ខ្លួនឯងទៀតឡើយម៉ែរស់នឹងធ្វើអ្វីៗក៏ព្រោះតែកូនម៉ែមិនបានចាំទេថាម៉ែបានទិញសម្លៀកបំពាក់ថ្មីសម្រាប់រូបម៉ែនៅពេលណាឡើយតែម៉ែចាំយ៉ាងច្បាស់នៅចំណូលចិត្តរបស់កូនដែលកូនតែងតែចង់បាននៅអ្វីដែលម៉ែមិនទាន់មានម៉ែត្រៀមខ្លួនធ្វើគ្រប់យ៉ាងឲ្យតែកូនបានគ្រប់គ្រាន់ម៉ែអាចទ្រាំបាននឹងភាពអត់ឃ្លានតែម៉ែដាច់ខាតមិនទុកឲ្យកូនគ្មានអ្វីហូបឡើយកូនធំឡើងឃ្លាតឆ្ងាយបន្តិចម្ដងពីរង្វង់ដៃរបស់ម៉ែមានពេលខ្លះកូនក៏បានភ្លេចមិនដឹងថាម៉ែចាប់ផ្ដើមចាស់ឡើយថ្ងៃមួយកូនទើបសម្គាល់ឃើញថាម៉ែមិនមានសុខភាពរឹងមាំដូចមុនទៀតទេខ្នងម៉ែចាប់ផ្ដើមកោងសក់ម៉ែក៏ចាប់ផ្ដើមស្កើចំណែកឯដៃទាំងពីររបស់ម៉ែក៏មានភាពញ័រទៅតាមកែវភ្នែកទាំងគូដែលមើលមិនសូវបានច្បាស់កូនប្រាថ្នាចង់បានពេលវេលាវិលថយក្រោយដើម្បីបានអោបអ្នកម៉ែដោយកាលនៅពីក្មេងនិងនិយាយប្រាប់ម៉ែថាម៉ែកូនស្រឡាញ់ម៉ែណាស់ក្នុងលោកនេះមនុស្សម្នាក់ដែលលះបង់ឆាកជីវិតក៏ព្រោះតែស្រឡាញ់និងគិតពីអនាគតរបស់កូនម្នាក់នោះគឺជាម៉ែកុំរងចាំឲ្យមានការខកខានទើបចេះស្ដាយក្រោយចូលស្រឡាញ់ម៉ែនៅពេលដែលម៉ែកំពុងនៅក្បែរខ្លួនអ្នកឆាកជីវិតខ្លីណាស់សម្រាប់មនុស្សម្នាក់ចូលថែទាំនិងគោរពអ្នកដែលបានផ្ដល់កំណើតនិងផ្ដល់នូវអ្វីៗសម្រាប់អ្នកព្រោះទាំងនេះវាជាគំរូសម្រាប់ឲ្យកូនអ្នកគោរពនិងស្រឡាញ់អ្នកជាបន្ត